ផ្សារទំនើបមួយដែលល្បីឈ្មោះបាទដែលបងប្អូនតែងតែសៀតគ្នាតាមបណ្ដាញសង្គម Facebook បាទហើយធ្លាប់តែឃើញនៅខេត្តផ្សេងទេបងប្អូនហើយបាទប៉ុន្តែពេលនេះបាទផ្សារទំនើបមួយនេះបាទបានមកដល់ទឹកដីខេត្តតាកែវហើយបងប្អូនអញ្ចឹងពុកម៉ែបងប្អូនបាទដែលនៅទឹកដីខេត្តតាកែវស្រាប់បាទមិនចាំបាច់នៅមើលគេផ្សាយទេបងប្អូនបាទព្រោះអីបាទផ្សារទំនើបនេះបាទបានមកដល់ទឹកដីខេត្តតាកែវយើងហើយបងប្អូនផ្សារទំនើបនេះដែរបាទមានឈ្មោះថាផ្សារទំនើបប៊ិចសូបងប្អូនដែលពុកម៉ែបងប្អូនបាទតែងតែឃើញគេផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម Facebook នៅខេត្តផ្សេងអញ្ចឹងបងប្អូនបាទតែឥឡូវបាទមកដល់ទីតាំងទឹកដីខេត្តតាកែវយើងហើយបងប្អូនដែលមានទីតាំងបាទនៅខាងកើតភ្លើងស្តុបបាទផ្លូវវាងក្រុងចម្ងាយប្រហែលជា200 ម៉ែត្រនៅខាងត្បូងផ្សារតាកែវបងប្អូនបាទដែលហៅថាភូមិថ្នល់បៃសង្កាត់រកាក្រៅក្រុងដូនកែវហើយចំណែកឯផ្សារទំនើបមានដែរបងប្អូនហើយបាទមានលក់សម្ភារៈបងប្អូនហើយបបប្រើប្រាស់រាប់ពាន់រាប់ម៉ឺនមុខឯណោះមិនថាជាប្រភេទបាទសម្ភារៈតុបតែងលម្អគេអាឋានថ្មីឬមួយក៏សម្ភារៈតុបតែងការិយាល័យកន្លែងធ្វើការបាទកន្លែងហាងកាហ្វេហាងបាយបាទគឺមានទាំងអស់បងប្អូនចង់បានជាប្រភេទដើមឈើបាទដើមផ្កាចូលស្អាតអញ្ចឹងបាទគឺមានគ្រប់ប្រភេទទាំងអស់បងប្អូនបាទទិញយកទៅតុបតែងដាក់ក្នុងបន្ទប់ដឹងតែស្អាតហ្មងចំណែកស្បែកជើងវិញបងប្អូនហើយបាទមានគ្រប់សេរីទាំងអស់បាទមិនថាស្បែកជើងក្មេងបាទស្បែកជើងមនុស្សចាស់ប្រុសស្រីបាទមានគ្រប់សេរីតម្លៃតែ5000ទេបងប្អូនបាទដូចបងប្អូនបានឃើញហ្នឹងបាទថាគាត់តែកន្លែងដាក់ស្បែកជើងបងប្អូនហើយបាទមើលផុតកតុយភ្នែកបាទរាប់ពាន់គូជាពិសេសបងប្អូនហើយបាទស្បែកជើងក្មេងតូចស្អាតណាស់ខ្ជូតហ្មងបាទរីឯតម្លៃបាទមួយគូតែ5000ទេបងប្អូនបាទចំណែកឯសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃបងប្អូនហើយបាទស្អីក៏មានដែរបាទរាប់ពាន់រាប់ម៉ឺនមុខមិនថាជាប្រភេទបាទរបស់របរប្រើប្រាស់ប្រចាំថ្ងៃបាទរបរប្រើប្រាស់ផ្ទាល់ខ្លួនឬមួយក៏សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយអញ្ចឹងបងប្អូនគឺមានគ្រប់ទាំងអស់ហ្មងមិនថាបើជាប្រភេទកាបូបបាទដាក់លុយកាបូបដាក់សម្ភារៈកាបូបប្រើប្រាស់ប្រចាំថ្ងៃកាបូបលក់ដូរគឺមានទាំងអស់បងប្អូនក្រៅពីនឹងបាទក៏មានបាទសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនបងប្អូនដូចជាស្រោមជើងស្រោមដៃខ្សែក្រវ៉ាត់មានទាំងមុខប្រុសមានទាំងមុខស្រីបាទមានគ្រប់ម៉ូដគ្រប់ style បាទមិនថាម៉ូដមិនក៏មានដែរបងប្អូនបាទគ្រប់សេរីទាំងអស់មានឆ្អឹងហើរខោអាវបាទទាំងដែកទាំងជ័របាទគ្រប់ម៉ូដគ្រប់ប្រភេទបាទគឺមានទាំងអស់និយាយរួមទៅបាទឲ្យតែជារបស់បាទប្រើប្រាស់ប្រចាំថ្ងៃដូចជាសម្ភារៈបាទប្រើប្រាស់ក្នុងផ្ទះបាយសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនគឺថាបាទមានស្ទើរតែគ្រប់មុខហើយបងប្អូនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទដែលនៅក្នុងខេត្តតាកែវស្រាប់បងប្អូនអាចមកដើរមើលបាទទំនិញគ្រប់មុខទាំងអស់នេះបានបងប្អូនបាទដែលហាងបាទចាប់បើកចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង8យប់ឯណោះបងប្អូនអញ្ចឹងបើសិនជាបងប្អូនបាទមានតម្រូវការរបស់ប្រើប្រាស់បាទប្រចាំថ្ងៃរបស់ប្រើប្រាស់ផ្ទាល់ខ្លួនសម្ភារៈផ្ទះបាយគ្រឿងសំណង់ឬមួយក៏ជាប្រភេទបាទសម្ភារៈប្រើប្រាស់ផ្សេងបាទអញ្ចឹងបងប្អូនអាចមកមើលដល់ផ្សារទំនើបប៊ិចសូនេះបានបងប្អូនបាទហើយសម្រាប់ផ្សារទំនើបប៊ិចសូនេះដែរបងប្អូនបាទគឺបើកជារៀងរាល់ថ្ងៃបងប្អូនមកអត់មានថ្ងៃអាទិត្យទេអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទចង់ដឹងចង់ឃើញបាទចង់មកមើលអីវ៉ាន់ផ្ទាល់បងប្អូនអាចមកមើលដល់ផ្សារទំនើបប៊ិចសូនេះបានទីធ្លាក៏ទលាយធំបងប្អូនមកចូលមកមានផាសុខភាពបាទចំណែកឯអីវ៉ាន់វិញបាទមានរាប់ពាន់រាប់ម៉ឺនមុខកន្លែងផ្ញើម៉ូតូកន្លែងផ្ញើកាបូបក៏មានដែរបងប្អូនបាទគឺថាសុវត្ថិភាពបងប្អូនមិនភ័យបារម្ភផ្លាច់បាត់របស់យើងទេអញ្ចឹងបើសិនជាបងប្អូនបាទចង់ដឹងថាផ្សារទំនើបប៊ិចសូបាទទំនើបប៉ុណ្ណាធំប៉ុណ្ណាបាទអីវ៉ាន់ច្រើនប៉ុណ្ណាបងប្អូនបាទអាចមកមើលផ្ទាល់បានបងប្អូនណាបាទអរគុណច្រើន